សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកបង្ហាញពីរបៀបកាត់សាច់កញ្ចក់ដល់យើងប្រើ drill ហ្នឹងហើយតាមធម្មតាកាលពីមុនអត់ទាន់មានម៉ាស៊ីនទៅគេប្រើអាយើងឈើដែករុញហ្នឹងហើយដែករុញសាច់យ៉ាងឡើងទៅលើប៉ុន្តែសម័យឥឡូវគឺគេមានម៉ាស៊ីនចឹងទៅគឺយើងប្រើម៉ាស៊ីនគឺវាងាយស្រួលចឹងណាហ្នឹងហើយសម្រាប់លេខកម្រិតនៃម៉ាស៊ីនវិញគឺខ្ញុំប្រើកម្រិតវា14ណាហ្នឹងហើយ1400ចឹងណាចាហើយអានេះគឺជាក្បាលត្រៀលតូចមួយនេះគឺយើងសម្រាប់ត្រៀលសាច់ឲ្យជាប់នៅកញ្ចក់ហ្នឹងឲ្យវាផុសឡើងចេញណាហើយការត្រៀលទាំងអស់គ្នាអាចមើលបានណាយើងប្រើយើងអត់ឈោតមកវិញយើងឈោតម្ដងខ្លីមកកណាត់ទេណាហ្នឹងហើយសម្រាប់ដៃយើងវិញគឺស្រាលបំផុតអត់មានសកត់ខ្លាំងទេតែកាលណាយើងសកត់ខ្លាំងវាជ្រុលដល់ស៊ីសាច់កញ្ចក់យើងខ្លាំងចឹងហើយយើងត្រូវការស្រាលដៃបំផុតរបៀបថាគ្រាន់តែបបោសហ្នឹងហើយតែបបោសហ្នឹងកុំឲ្យវាស្រាលពេកទេវាត្រូវតែបបោសឲ្យវាអាសាច់ដែលវានៅជាប់នឹងផ្ទៃកញ្ចក់របស់យើងហ្នឹងវាប៉ើងអស់ចឹងណាចឹងសម្រាប់ការកម្មសិននេះដែរមិនយើងរៀនតែមួយថ្ងៃគឺអាចចេះហើយយើងត្រូវការហាត់វាច្រើនដងហើយយើងតម្រាំតែចេះណាដោយសារតែដៃយើងវាមានធ្ងន់វាមានស្រាលយើងអត់ដឹងថាកម្រិតណាទៅវាស្រាលកម្រិតណាវាធ្ងន់អីណាហ្នឹងហើយសម្រាប់ការកម្មសិននេះគឺយើងដាច់ខាតត្រូវតាកុំបញ្ឈរវាតែកាលណាបញ្ឈរវាក៏វាស៊ីជ្រៅហើយវាអាចមុតចេញឈាមនៅគល់កញ្ចក់របស់យើងណាហើយដៃរបស់យើងបងប្អូនអាចមើលបាននៅម្រាមក្តាររបស់ខ្ញុំកន្លែងខ្ញុំកាន់ហ្នឹងហើយគឺយើងត្រូវតែទាញសាច់ហ្នឹងបន្តិចឲ្យវាហើបមុខឲ្យវាងាយស្រួលណាក្នុងការប្រើម៉ាស៊ីនហ្នឹងទៅញាត់ចូលទៅខាងណាបើកាលណាយើងអត់តោងវារៀងបលីវាបន្តិចទេវាអត់ហើបមុខទៅយើងក៏ពិបាកក្នុងការសម្អាតឲ្យនៅឲ្យស្អាតដែរហើយកន្លែងគល់ហ្នឹងគឺត្រូវតែសម្អាតឲ្យស្អាតណាបើអត់ស្អាតទេការលាបកញ្ចក់របស់យើងគឺអត់នៅជាប់បានយូរទេណាបន្ទាប់មកទៀតគឺខ្ញុំប្រើទឹកកាត់សាច់នេះគឺយើងដាក់មកកម្រិតល្មមមកតាមធម្មតាគេត្រាំគេអីចឹងណាប៉ុន្តែសម័យឥឡូវគឺគេព្យាយាមអត់ប្រើទឹកទេគេថាគេសម្អាតស្ងួតណាហ្នឹងហើយគេហៅថាសម្អាតស្ងួតកាលណាយើងសម្អាតស្ងួតចឹងក៏វាយើងហើយអត់ធ្វើឲ្យកញ្ចក់ដៃរបស់យើងមានជាតិទឹកជាតិអីនៅជាប់ខាងហ្នឹងណាហ្នឹងហើយបន្ទាប់មកទៀតគឺយើងប្រើកត្រៃកាត់សាច់ហើយការកាត់សាច់ហ្នឹងគឺខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាយើងប្រើកត្រៃតែធំអត់ដល់ពាក់កណ្ដាលទេណាសាច់មុខវាតែយើងប្រើពេលដែលយើងកាត់ណាយើងប្រើវាទាំងអស់មុខកត្រៃពេញចង់បានន័យថាអញ្ចឹងណាមុខកត្រៃពេញវាងាយនឹងឲ្យយើងកាត់ខុសវាងាយនឹងកាត់អាសាច់ខាងក្រោមហ្នឹងជ្រៅទៅចេញឈាមចេញអីអញ្ចឹងណាអញ្ចឹងយើងត្រូវកាត់ត្រឹមតែចិត្តពាក់កណ្ដាលនៃមុខកត្រៃរបស់យើងឯងយើងកាត់បែបហ្នឹងគឺអត់ចេញឈាមអត់ងាយកាត់ខុសឲ្យត្រូវដៃភ្ញៀវយើងឈាមយើងអីអញ្ចឹងណាហ្នឹងហើយសម្រាប់ការកាត់វិញគឺយើងអាចមើលទៅគឺឃើញអាសាច់តែយើងប្រើម៉ាស៊ីនត្រៀលមិញប៉ើងហើបមកវាឃើញថ្លាហ្នឹងគឺយើងកាត់ត្រឹមអាសាច់ថ្លាហ្នឹងមកបានហើយព្យាយាមកាត់យ៉ាងណាគឺកាត់ឲ្យវាកុំឲ្យដាច់ចេញពីគ្នាឲ្យវារាងវែងបែបដែលខ្ញុំកាត់ហ្នឹងណាឃើញទេហ្នឹងហើយយើងកាត់បែបហ្នឹងអញ្ចឹងបើយើងកាត់បែបហ្នឹងនៅពេលដែលបាន2-3ថ្ងៃហើយសាច់កញ្ចក់គល់កញ្ចក់របស់ភ្ញៀវគឺអត់មានឡើងស្មូនស្មាញអីទាំងអស់ស្អាតហ្មងណាហ្នឹងហើយបន្ទាប់ពីយើងកាត់មកគឺយើងត្រូវបន្ថែមជាមួយនឹងត្រៀលម៉ាសាទៀតចឹងណាខ្ញុំប្រើក្បាលត្រៀលតូចមួយនេះដើម្បីសម្អាតនៅកន្លែងកែងហើយនឹងគល់កញ្ចក់នឹងបន្ថែមទៀតណាដើម្បីឲ្យប្រកាសថាវាអស់សាច់ហើយវាអស់សាច់ផ្ទៃកញ្ចក់ចាស់នៅលើគល់កញ្ចក់របស់យើងណាហ្នឹងហើយអញ្ចឹងនៅពេលដែលយើងធ្វើអានឹងបន្តទៀតទៅវាប្រកាសថាស្អាតល្អហើយពេលដែលយើងលាបជែលលាបអីទៅវាជាប់បានយូរហើយក៏យើងប្រើក្បាលដើម្បីត្រៀលអាសាច់នៅខាងលើដែលវារៀងស្មូនស្មាញចេញតូចនៅលើហ្នឹងអីហ្នឹងយើងប្រើនឹងកាត់បានណាហើយនៅពេលប្រើបញ្ជាក់ហាត់ជាក់ទៀតគឺថ្នមដៃបំផុតហ្នឹងហើយស្រាលដៃបំផុតណាបើយកល្អខ្ញុំចង់ឲ្យបងប្អូនអរគ្នាធ្វើនៅលើដៃរបស់យើងឲ្យបានច្រើននឹងឲ្យយើងដឹងថាកម្រិតប៉ុណ្ណាវាធ្ងន់កម្រិតប៉ុណ្ណាវាស្រាលណាអញ្ចឹងការហាត់រៀននេះគឺនៅលើកញ្ចក់ភ្ញៀវហ្នឹងគឺទី2ទី1គឺយើងត្រូវធ្វើនៅលើកញ្ចក់ដៃយើងសិនអញ្ចឹងណាហ្នឹងហើយនេះសម្រាប់ខ្ញុំគឺខ្ញុំចង់ឲ្យបងប្អូនធ្វើបែបហ្នឹងអញ្ចឹងការសម្អាតហ្នឹងគឺយើងសម្អាតឲ្យអស់មកទោះបីជាសាច់ខាងនេះក៏ដោយហ្នឹងហើយនេះខាងដែលបងប្អូនឃើញនឹងក៏ដោយហើយគល់កញ្ចក់ក៏យើងត្រូវសម្អាតឲ្យស្អាតប
ជាហើយជាទៀតតកាលណាបងប្អូនធ្វើដៃរៀងធ្ងន់ណានៅពេលដែលកញ្ចក់យើងដោះឡើងមកដូចទឹកកន្លកចឹងវាមានកលាក់វាតាមដែលយើងនេះហ៎ហ្នឹងហើយនេះនៅពេលដែលយើងសម្អាតឲ្យអស់កាត់សម្អាតស្អាតហើយយើងយកទឹកពីយើងប្រើត្រៀប្រើអីឲ្យអស់មកយើងយក cuticle oil យកមកជូតយកមកលាបលើវាទៅហើយយើងយកកណាត់សើមក៏បានឬក៏កណាត់ដែលយើងជូតនេះផ្សេងក៏បានដែរណានឹងហើយយកមកជូតវាឲ្យស្អាតមកហើយនៅខាងគល់កញ្ចក់ហ្នឹងកុំភ្លេចបបោះវាផងកុំឲ្យវានៅកំតិចកំទីអីហើយនេះគឺជាលទ្ធផល